ខ្ញុំកំពុងតែធ្វើដំណើរទៅទីក្រុងកាន់សាសនៅកាន់សាសស្តេតដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរវប្បធម៌មួយជាមួយនឹងបងប្រុស2នាក់ទៀតប៉ុន្តែនៅពេលដែលទៅដល់យើងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Houston នៃរដ្ឋ Texas សិនកម្មវិធីនេះត្រូវបានរៀបចំឡើងដោយ CEPS Foundation ហើយនៅពេលដែលពួកខ្ញុំទៅដល់ហ្នឹងគឺពួកគាត់ take care ខ្លាំងមែនទែន Karen ដែលជា President នៃ International Relation បានទិញ phở ទៅឲ្យយើងញ៉ាំទៀត We're so thankful ពីព្រោះជិះតាមយន្តហោះគឺអត់សូវចេះញ៉ាំម្ហូបគេទេឥឡូវនេះគាត់បាននាំយើងមកលេងហាង Donut មួយដែលម្ចាស់របស់ហាង Donut ហ្នឹងគឺជាជនជាតិខ្មែរ My social skill is so bad អត់ដឹងនិយាយអីចូលទៅដល់សួរបងខ្មែរមែនបងខ្មែរអូធម្មតាថ្ងៃហ្នឹងពួកខ្ញុំបងស្រុកខ្មែរចាចា They just got here today, so I told them I don't let so they say I would like to taste Cambodian American donuts. Wow. I'm just gonna get the one that's the least sweet. Yeah. 3 piece sweet, or do you want something that you want sweet? Okay. Another one with no sweet too. នេះ Karen បង Raymond និងបង Simi Clay. Okay. I want original one too. So 2 clay. Yes. Okay. ផ្លែឈើនៅនេះគឺថោកមែនទែន strawberry មកប្រអប់ហ្នឹងត$2ទេគឺនាំគ្នាសប្បាយញ៉ាំ cherry strawberry នៅទំពាំងបាយជូរមែនទែនពីព្រោះឯថោកវាឆ្ងាញ់ទៀត My Cambodian business owners, when they come, they got scary. Take on the plane, ready to go home. I would totally do that too. She's gonna say, យើងចូលមកក្នុងឡានវិញដើម្បីភ្លក់ donut ដែលទិញមកពីហាងបងស្រីខ្មែរ usually as soon as you pull up, they are open, right? What time is it? Thank you for choosing Starbucks. This is Kenzie. How can I help you today? Kenzie, can I have a caramel frappuccino tall? ឥឡូវនេះយើងលោតមកដល់មកកន្លែងទៀតហើយគឺជាព្រះវិហាររបស់សាសនាយេស៊ូគ្រីស្ទខ្ញុំសប្បាយចិត្តមែនទែនដែលបានសិក្សាបន្ថែមអំពីវប្បធម៌និងសាសនាដែលជនជាតិអាមេរិកគាត់កំពុងតែគោរពអញ្ចឹងរៀងរាល់ថ្ងៃអាទិត្យគាត់មកជុំគ្នាដូចជនជាតិខ្មែរយើងជុំគ្នានៅវត្តអញ្ចឹងសម្រាប់គាត់គឺដើម្បីអានគម្ពីរ Bible ឬក៏ Bible ហ្នឹងហើយនឹង pray ចាំមើលនឹងមានអីប្លែកពីព្រោះខុសពីយើងដែលយើងស្ដាប់ព្រះសង្ឃទេសនានៅខាងនេះគេនឹងធ្វើការ pray តាមរយៈចម្រៀងproduction quality គេសាហាវខ្លាំងមែនតើដូចស្ថានីយទូទៅខ្លាំងជាងស្ថានីយទូទៅ professional ទៀតហើយអ្នកដែលធ្វើនៅនឹងទាំងអស់គឺគាត់ធ្វើដោយការស្ម័គ្រចិត្តគាត់អត់មានឆាតអីទេនៅក្នុង church ហ្នឹងដូចជា community មួយដែលគាត់បើកថ្នាក់ជាច្រើនដូចជាថ្នាក់ leadership ថ្នាក់ថតវីដេអូថ្នាក់អីផ្សេងៗជំនាញដែលគាត់ចែកម្លែកឲ្យគ្នាទៅវិញទៅមកពេលចេញពី church ហើយយើងធ្វើដំណើរទៅរកអីញ៉ាំត Wow. But how big is this? Oh my god, this is my hand and this is the crab. Wow. Okay. ឥឡូវនេះក៏បានជួបបងរតហើយគាត់បាននាំពួកខ្ញុំទៅកាន់ downtown Houston នេះសួនច្បារគេនៅកណ្ដាលទីក្រុងហើយមានកន្លែងឲ្យអ្នកមកអង្គុយលេងស្រូបខ្យល់អាកាសបរិសុទ្ធខ្ញុំឃើញសិស្សគាត់មកថតរូប graduation ច្រើននៅក្នុងវិទ្យាល័យហ្នឹងហើយក៏មានអ្នកថតរូបជាបែបលក្ខណៈ Sweet 16
birthday នៅខាងមុខខ្ញុំហ្នឹងគេហៅថា water wall the water wall ដែលមានទឹកធ្លាក់នៅលើជញ្ជាំងហ្នឹងហ្មងសម័យមើលខ្លួនឯងបើសិនជាភ្នំពេញយើងមានឧទ្យាននៅកណ្ដាលក្រុងអញ្ចឹងមិនដឹងជាល្អយ៉ាងណាទេមានកន្លែងមកអង្គុយ picnic ឲ្យក្មេងៗរត់លេងបើសិនជាមានសត្វចិញ្ចឹមក៏អាចឲ្យគាត់មករត់លេងនៅនឹងបានដែរហើយ water wall បែបហ្នឹងក៏មានជាចំហាយទឹកធ្វើឲ្យ surrounding ហ្នឹងត្រជាក់ជាងមុនល្អសម្រាប់ទីក្រុងមួយដែលក្តៅខ្លាំងជាពិសេសដូចនៅភ្នំពេញយើងអញ្ចឹងដែលខែប្រាំងម្ដងគឺក្តៅខ្លាំងមែនទែនដើរកាន់តែជិតចំហាយទឹកកាន់តែមកហើយក៏លឺសំឡេងខ្លាំងដែរជាមួយបងគឺអស់ខ្យល់ខ្លាំងមែនទែនជិះយន្តហោះចង់2ថ្ងៃទៅរំទៅដល់ប៉ុន្តែបានមកស្រូបខ្យល់អាកាសអញ្ចឹងគឺ relax ខ្លាំងហ្មងឥឡូវបានមកដល់ផ្ទះបងរតគាត់រៀបចំបបរទុកឲ្យទៀតអរគុណច្រើនមែនទែនអរគុណច្រើនបងហើយក៏តែញាតថ្ងៃនឹងឆ្ងាញ់ខុសធម្មតាតោះមក enjoy ទេសភាពជាមួយតែបងរតទាំងអស់គ្នា